ជំរាបសួរពុកម៉ែបងប្អូនពូមីងចាជួបជាមួយនឹងខ្ញុំទៀតហើយក្នុងថ្ងៃនេះនេះខ្ញុំបានត្រឡប់មកពិនិត្យស្រែដែលពីជាដំបូងហ្នឹងស្រែរបស់គាត់ហ្នឹងគឺពណ៌សរីរាង្គណាបងប្អូនអរគ្នាដោយសារកាកសំណល់សម្បាំងចិញ្ច្រាំងនៅក្នុងស្រែច្រើនហើយបន្ទាប់មកនេះខ្ញុំក៏បានឲ្យគាត់ប្រើអាមីណូដេ5បូកជាមួយនឹង stress ពីកាលគាត់បាជីវគ្គ1មកហូតដល់ឥឡូវគាត់ទាន់បាជីហ្នឹងបងប្អូនអរគ្នាហើយមកហូតដល់ឥឡូវហ្នឹងស្រូវហ្នឹងប្រហែលជា27 28ថ្ងៃណាបងប្អូនអរគ្នានេះបងប្អូនមើលស្ថានភាពស្រូវហើយណាហើយម្ចាស់ស្រែទៅតែធ្វើការបាញ់ថ្នាំពីម្សិលមិញនៅដោយសារប្រហែលថ្ងៃមេឃភ្លៀងច្រើនពេកប្រហែលថ្ងៃហ្នឹងមេឃភ្លៀងបងប្អូនដល់អញ្ចឹងគាត់ទៅធ្វើការបាញ់ថ្នាំបានពីម្សិលមិញថ្នាំមកបាញ់ក្នុងហ្នឹងមានថ្នាំបំពាន់ថ្នាំកម្ចាត់ជំងឺហើយនិងសត្វល្អិតចាសត្វល្អិតហ្នឹងគាត់បាញ់ថ្នាំតកៅបងប្អូនស្រែរបស់គាត់ហ្នឹងអត់សូវឃើញមានតកៅអីបងប្អូនអរគ្នាខ្ញុំដើរមកជុំឃើញមានតកៅមូស្លឹកណាប៉ុន្តែគាត់ខ្លាចថាចូលពាក់កណ្ដាលស្រែអីចឹងខ្លាចមានមួយចឹងណាគាត់យកថ្នាំតកៅបាញ់ហ្មងទៅហើយថ្នាំតកៅគាត់ប្រើអេម៉ា20បងប្អូនអរគ្នាហើយសម្រាប់ថ្នាំជំងឺហើយនិងសត្វល្អិតគាត់ប្រើដាវអូង VS នៅក្នុងហ្នឹងមានត្រៃស៊ីកាស៊ូហ្គានិងវ៉ាលីដាចា3សារធាតុហ្នឹងគឺយើងអាចកម្ចាត់ជំងឺផ្លាស់ការពារបាក់តេរីហើយនិងអុចថ្នោតបានណាបងប្អូនអរគ្នាហើយបងប្អូនមើលបច្ចុប្បន្នស្លឹកស្រូវរបស់គាត់គឺអត់សូវមានជំងឺណាបងប្អូននេះមានកន្លែងខ្លះទៅវាចាប់ដើមអុចតិចតួចចឹងណាបងប្អូនអរគ្នានេះដូចស្លឹកនេះតែស្លឹកថ្មីអត់ឃើញទេបងប្អូនមានកន្លែងខ្លះទៅវាចាប់ដើមអុចតិចតួចចឹងណាអញ្ចឹងខ្ញុំបឋមឲ្យគាត់បាញ់ថ្នាំពួកអីគាត់ថាមិនទាន់ឃើញច្រើនបានគាត់អត់ចង់បាញ់ប៉ុន្តែបើយើងគិតតាមស្ថានភាពស្រូវអាកាសធាតុវាភ្លៀងហើយក្តៅភ្លៀងហើយក្តៅហើយភ្លៀងប្រហែលថ្ងៃជាប់គ្នាអញ្ចឹងងាយក៏កើតជំងឺបងប្អូនអរគ្នាទោះអត់មានជំងឺនៅក្នុងស្រែមកចូលវគ្គស្រូវ27 28ថ្ងៃហ្នឹងយើងត្រូវតែបាញ់ការពារបងប្អូននេះបងប្អូនស្រូវនេះគឺអត់ទាន់បាជីវគ្គទី2ទេណាបងប្អូនអរគ្នាខ្ញុំនឹងធ្វើការឲ្យបងប្អូនមើលដើមស្រូវនេះបងប្អូនដើមស្រូវអូបងប្អូនអើយបាយគុំល្អណាស់នេះដើមសឹងតែស្មើគ្នាហ្មងបងប្អូន1 2 3 4នេះដល់ដើមនេះបែកចូលប៉ុន្មាន1 2 3 4 5 6ដើមនេះខ្ញុំលើងអាដើម6ដើមនេះបងប្អូនមើលនេះបងប្អូនអរគ្នា1 2 3 4 5 6ដើមស្រូវនេះមួយគ្រាប់បែកបាន6ដើមហើយនេះគាត់មិនទាន់បាជីវគ្គទី2ទេអាហ្នឹងបើសិនគាត់បាជីវគ្គទី2គាត់ដាក់អាសូតល្មមដាក់ជីខ្មៅច្រើនតិចមកហើយដាក់ថែមជីកាលីទៀតមកបងប្អូនអរគ្នាធានាថាដើមហ្នឹងវាធំស្មើគ្នាហ្មងបងប្អូនចាដោយសារគាត់ទៅបាញ់ថ្នាំពីម្សិលមិញគាត់បាញ់ដី6បូកជាមួយអូកានិកដី1នេះបងប្អូនទៅតែបាញ់ថ្នាំពីម្សិលមិញទេឥឡូវឬកូនឬហ្នឹងវាចាប់ផ្ដើមចេញបន្តទៀតហើយណាចាំមើលប្រហែលជាបាន2 ទៅ 3ថ្ងៃក្រោយខ្ញុំមិនណែនាំឲ្យគាត់បាជីចាបើសិនណាបាជីទៀតហ្នឹងគឺស្រូវនេះកាន់តែល្អទៀតណាបងប្អូនអរគ្នាដោយសារស្រែហ្នឹងក៏ទៅតែបាជីបានវគ្គ1ទេនេះបងប្អូនអរគ្នាបងប្អូនមើលឫសស្រូវដោយសារដកខ្លាំងពេកដាច់ឫសនេះបងប្អូនឫសឡើងសឫសឡើងធំឡើងធាត់ហើយមានកូនតសាយឫសទៀតនេះបងប្អូនមើលស្ប៉ានេះគឺកូនតសាយឫសចាស្រូវដែលមានកូនតសាយឫសច្រើនពេលដែលយើងបាជីបេចូលហ្នឹងបាជីបេចូលស្រែហ្នឹងគឺវាស្រូបយកជីបានច្រើនវាស៊ីជីបានច្រើនពេលដែលស្រូវស៊ីជីបានច្រើនហ្នឹងបងប្អូនយើងបាជីទៅស្រូវវាឆាប់លូតលាស់ធំធាត់ហើយយើងក៏មិនខាតជីដែរបងប្អូនទៅបងប្អូនកសិករយើងធ្វើស្រែមិនងាយស្រួលទេបើសិនយើងប្រើជីច្រើនពេកនេះក្រៅពីដើមមិញហ្នឹងដើមផ្សេងក៏ល្អដែរបងប្អូនអរគ្នានេះបងប្អូនដើមផ្សេងក៏ល្អដែរយើងមើលហើយកុំឲ្យខ្ញុំថាខ្ញុំនឹងថតតែកន្លែងរត់តែកន្លែងស្អាតថតឥឡូវកន្លែងផ្សេងក៏ខ្ញុំថតដែរបងប្អូននេះ
mờ hai ấy nè bong bồn nọc ní mình men tại đam ta mà cái lạnh mảnh này cái lạnh sen còn chân này chặt bị buồn đam là á bong bồn nọc ní bờ đam na sao lắng vì ở sộp vô chi ọt toàn đừng kế co bay chặt bị bay đam lang này mùi đam bay bị bay đam lang đi anh đi mớ muối bay bay buồn đam bong bồn nọc ní nè cùng ơi thay nhôm nắng thọt tạc lạnh sạch này muối bay bay buồn pram và muối lần pờ đam nè nè bong bồn cùng ơi thay nhôm nắng thọt tạc lạnh sạch đó bong bồn mới chạy sang đây nè nè ôm mà khang đi đi buồn đam ôm mà khang đi nè nè bay buồn đam này nè nè bong bồn nè bong bồn mờ hơiแต่ตาโยมนั้นทอดเราตะกลายสะอาดอะบองปอนนี่กลายเส้นก็จังในบองปอนนี่นี่นี่บองปอนเลยแต่ตาโยมนั้นทอดเราตะกลายสะอาดตื่นใช่บอกกอดใบก้มล้อนะnắng cọt pro pi rồi cái lô không mười hạt và sân cọt pro thơm mà rồi ha sắp cái lô không mười hạt nó còn lo đây bong bồn nam mui dân đào mơ một chung hai cứ ọt miên khơi từ từ mua sập từ từ chả đào rửa trip y thế nào bong bồn này bong bồn chừng ngữ cứ vi tập cả cao để xaประมาณ ngày nắng mấy đào thay vì liền tai cọt tập tại ban năm chừng ngữ pin sơn mơ nhà bong bồn nèบองโอนจึงเยอะงี้มองเมื่อสไลด์ครั้งนี้สไลด์เนยจอดสไลด์ก่อนนะจ้ะปลาปูจะเดินขี้นี่นี่บองโอนมือมั้ยเปรียบเทียบได้ดังไงสไลด์ก็ครั้งนี้ไปกลมได้ปันท้ายดาวมันเสือทุ่มถอดเดินเสือสไลด์บองโปรครั้งนี้เลยบองโอนนักนี่นี่เมื่อสลักคือเห็นโตเจียงตามเห็นสโคมเจียงบองโอนสำหรับสไลด์บองโปรปลาเปลือกตะพอเลยรวมพลกับการbịแซงนี่บองโอนมือดาวถมนี่ดาวถมให้ใบกลมรอบกวาดนั่นน่ะให้เล่นแต่ปลาจีกระนะบองโอนปลาจีแต่เมื่อเบ้ขนมมาฮัดđóเฮ้ยสไลด์หลังล้อให้สไลด์บกอดนั่งอดเมียนบาที่ตรอกบาได้นะบองโอนหนักนี้บองโอนเมื่อเวะสไลด์ไปสไลด์บกอดบานระบายไงให้นี่สไลด์บกอดบานปรามดอกไงให้นี่คือสไลด์ปลาจับบอลนะบองโอนหนักนี้เนี่ยบองโอนเมื่อสไลด์ปลาจับบอลบองโอนบะจองบานสไลด์ล้อให้กัดบันทอยจีกิมิบองโอนสมตะเนะตะนองมาค้างยมไว้สมดักคำมันค้างกล้าวหรือก็เตะตองตามเล็กเตะดักกล้าวมาค้างนี้จ้ากาใจกับเล็กบอลนิยมก็สมจับจำนึงจุกที่จมูกบองโอนในโครงเปียกกลายรายเตียดออกก้นบองโอนในบันจำนายไปเวลีดอมเมียนน้ำลายตามด้านตุสนาวิโอระบอลนิยมจ้าสมออกก้นสมจำรีบลี